មុខមកហូបមួយមុខនេះបងប្អូនបើសិនបានបាយក្តៅក្តៅស្រួយស្រួយគឺដឹងថា3ចានម៉ាត់ហ្មងបងប្អូននិយាយថាពីកូនប្រុសខ្ញុំពីមុនមកហូបបុកអីអញ្ចឹងគឺអត់ចូលចិត្តទេតែដល់ពេលបានបុកកសាំងជាមួយនឹងត្រីឆ្អាហ្នឹងគឺថា2ចានម៉ាត់លែវហ្មងកូនខ្ញុំចាតែយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាបងប្អូនយើងមានខ្ទឹមសខ្ទឹមក្រហមមានម្ទេសចាហើយយើងមានម្ល៉េះយើងទៅគួនហើយយើងមានត្រីឆ្អាប្រហុកនេះយើងដុតឲ្យក្រៀមល្អបងប្អូនមានប្រសាំងហើយបន្លែយើងរបស់យើងមានប្រសក់មានត្រាប់មានការ៉ុតនិយាយទៅបន្លែតាមចំណង់ចិត្តបងប្អូនចូលចិត្តអីយើងដាក់នឹងទៅណាឥឡូវខ្ញុំមកដំកសាំងដើម្បីឆ្កឹះយកក្រវាបងប្អូនរដូវនេះរដូវកសាំងសម្បូរក៏ប៉ិតទិញនៅផ្សារក៏បានគេឆ្កឹះស្រាប់តែខ្ញុំខ្លាចគេធ្វើអត់ស្អាតចឹងណាបងប្អូនក៏ឆ្លៀតយកមកឆ្កឹះខ្លួនឯងចានេះរួចរាល់បងប្អូនបន្តមកទៀតខ្ញុំទៅលេងជាមួយនឹងម្ទេសហើយនឹងខ្ទឹមរបស់យើងឲ្យឈ្ងុយចាយើងលីងវាឲ្យឈ្ងុយកាន់តែក្រៀមកាន់តែល្អបើយើងលីងកាន់តែក្រៀមយើងទុកបានយូរអញ្ចឹងណាបងប្អូនចាហើយយើងទុកមួយកន្លែងរួចហើយយើងយកទៅបុកកាលណាយើងបុកក្តៅៗអញ្ចឹងធ្វើឲ្យម្ទេសខ្ទឹមរបស់យើងគឺម៉ត់ល្អចានៅពេលដែលម៉ត់ល្អយើងទុកបានយូរបន្ទាប់ពីម៉ត់ហើយយើងដាក់ត្រីឆ្អើររបស់យើងចូលបងប្អូនចាវិធីធ្វើនេះគឺងាយស្រួលមែនតើណាបងប្អូនចានៅពេលបុកម៉ត់ហើយយើងដាក់កសាំងចូលចាកសាំងចូលរួចហើយនៅពេលដែលកសាំងរបស់យើងម៉ត់យើងដាក់ប្រហុកដែលយើងបានអាំងចូលប្រហុកកាន់តែក្រៀមគឺកាន់តែល្អកាន់តែទុកបានយូរចាអញ្ចឹងងាយស្រួលហើយយើងដាក់គ្រឿងទេសមកជាការស្រេចបាត់ហើយបងប្អូនចាអញ្ចឹងបងប្អូនអាចសាកធ្វើមុខម្ហូបមួយមុខនេះបានណាបងប្អូនអញ្ចឹងគឺរួចរាល់តែម្ដងចានេះខ្ញុំសូមអរគុណចំពោះតាមដានទស្សនាវីដេអូនេះខ្ញុំតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយ